hay là khu xong mà chạy tới đời xa mê riêng dương trâu mình toàn chọp đấy tại khu ai cần lư mùi tiệt cần lư bị xeលោកគ្រូកើតនៅក្នុងឆ្នាំ1974ជីវិតលោកគ្រូហ្នឹងណាអញ្ចឹងបើនិយាយជាភាសាខ្មែរវិញគឺវាដកពេញដួងខួរក្បាលលោកគ្រូអស់ហើយយើងដូចគ្នាបងប្អូនខ្លះអាយុ25ខ្លះអាយុ30ខ្លះអាយុ40អញ្ចឹងបងប្អូនត្រូវចាំថាមុននឹងយើងនិយាយអង់គ្លេសហ្នឹងគឺភាសាខ្មែរវាពេញតែបាទភាសាខ្មែរយើងពេញខួរក្បាលយើងទាំងអស់តើធ្វើម៉េចឲ្យយើងនិយាយអង់គ្លេសទៅបានត្រឹមត្រូវដោយសារយើងគ្រាន់តែខ្មែរនៅពេញខ្លួនអស់ហើយនេះបងប្អូនតើធ្វើម៉េចចឹងគួរឲ្យកន្លឹះនេះកំពុងតែឲ្យបងប្អូនអាហ្នឹងពិសេសណាកន្លឹះដែលឲ្យនេះណាតាំងពីកើតដល់ប៉ុណ្ណឹងនិយាយខ្មែរមកជីវិតđấyណាហើយរឿងអីទៅឲ្យនិយាយអង់គ្លេសបានល្អបើនិយាយតែខ្មែរណាហើយធ្វើម៉េចបងប្អូនដើម្បីឲ្យវាបាន50មករៀនលោកគ្រូបាទ50រឿងដែលល្អបំផុតដើម្បីឆ្លើយចម្លើយរបស់លោកគ្រូនេះគឺទៅនៅបរទេសបាទនេះចម្លើយទី1ខិតខំប្រឹងបាទបងអូនត្រូវទៅនៅបរទេសបាទ live in Australia live in Canada ទៅណាទៅនៅនឹងឲ្យបាន6ខែ live in Australia for 6 months ឧទាហរណ៍បងប្អូនទៅនៅនឹងបាន6ខែនឹងចម្លើយទី1ញ៉ាសាបងប្អូនជឿលោកគ្រូទៅ3ខែមិនទាន់ទេខែកុំទៅនៅកន្លែងមានខ្មែរអូននិយាយតែ3ថ្ងៃអង់គ្លេសរត់ដូចហូរដូចទឹកចឹងមិនបានអញ្ចឹងបើលោកគ្រូសាហើយបើគ្រូអត់ដែរនិយាយខ្មែរផងគាត់ទៅនៅអូស្ត្រាលីហ្នឹងអត់និយាយខ្មែរសោះតែ3ថ្ងៃមិនទាន់នេះដាតយើងគឺរុលយកហ្មងបងប្អូនអត់ដែរនិយាយខ្មែរមួយផងណាអត់មានខ្មែរនិយាយចូលផងណាអញ្ចឹងអានេះជាជំរើសទី1មិនជឿសាលោកគ្រូមានបងប្អូនណានាំបងប្អូនទៅលេងសុំតនេតែ6ខែឬ1ឆ្នាំមកវិញធ្វើជាព្រិចខ្មែរទេអ្នកខ្លះណានិយាយក្បាច់នេះបាទខ្ញុំចេះខ្មែរតិចតែបើជេរខ្ញុំស្ដាប់បានច្រើនអូខេអានឹងរឿងកំ pl បងប្អូនណាអានឹងចម្លើយនេះគឺយើងអត់បានទេដោយសារយើងកូនខ្មែរយើងអត់មានសាច់ញាតិអញ្ចឹងយើងធ្វើអត់បានទេ no ប៉ុន្តែបើចង់បានអូនធ្វើទៅនៅប្រទេសណាក៏ដោយឲ្យតែនិយាយអង់គ្លេសសុទ្ធមិនយូរទេតែ6ខែគឺចេះខ្ទេចបងប្អូនយើងចេះខ្លះអញ្ចឹងហើយតែគោលបំណងលោកគ្រូមិនទៅដល់ហ្នឹងទេទី2បងប្អូននេះរូបមន្តទី2របស់យើងធ្វើម៉េចឲ្យយើងនិយាយអង់គ្លេសបានល្អគូប្រាប់កលឿហើយខួរក្បាលរបស់យើងគឺពេញទៅដោយខ្មែរពេលដែលបងប្អូនចាប់ផ្ដើមនិយាយខ្មែរគឺពេញ 100% ខ្មែរស្តង់ដារខ្មែរនេះបងប្អូននេះ100% ខ្មែរ standard នៅក្នុងការនិយាយអង់គ្លេស speaking អូននិយាយផ្លឹបមកគឺខ្មែរវាដឹកនាំមុខយើងទៅអស់លេងគ្មានអង់គ្លេសអីមកជាមួយទេនេះយើងជាខ្មែរតែលោកគ្រូកំពុងតែសេរីបងប្អូននេះលោកគ្រូសេរីណាដល់ម៉ោងគ្រូសេរីហើយដើម្បីធ្វើឲ្យបងប្អូនផ្លាស់ប្ដូរបាន 50% ហើយយើងនៅតែរក្សាអត្តសញ្ញាណខ្មែរយើងបានទៀតនោះគឺបងប្អូនត្រូវយកអង់គ្លេសមកដាក់មុខ English ម្ដងគឺ English ស្តង់ដារវិញ standard ឬក៏ version លោកប្រើពាក្យ version ហ្នឹងគឺយើងនិយាយបែបអង់គ្លេសវិញយកអង់គ្លេសមកដឹកមុខពេលដែលបងប្អូននិយាយខ្មែរគឺបងប្អូនយករូបមន្តអង់គ្លេសមកដាក់អញ្ចឹងរូបមន្តរបស់យើងគឺមានអីខ្លះនេះគូត្រឡប់មកវិញណានេះបងប្អូនរៀនរូបមន្តអង់គ្លេសជាមួយលោកគ្រូប្រមាណខែនេះឬអ្នកដែលចូលក្រោយបងប្អូនចាំរករូបមន្តទៅមើលពេលដែលនឹកនិយាយនិយាយខ្មែរភ្លាមគឺបងប្អូនត្រូវយកអង់គ្លេសមកដាក់គ្រប់រូបមន្តទាំងអស់មិននិយាយយកប្រយោគខ្មែរមកប្រើទេបងប្អូននិយាយខ្មែរក៏និយាយទៅចោះក៏ប៉ុន្តែចេញជារូបមន្តអង់គ្លេសទាំងអស់ឧទាហរណ៍គ្រូនិយាយថា
ខ្ញុំឈ្មោះនិមលខ្ញុំមានអាយុ52ឆ្នាំ ខ្ញុំរស់នៅក្នុងភូមិមករស់ខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញអញ្ចឹងក៏បានដែរខណ្ឌឃើញទេការនិយាយនេះគឺជានិយាយអង់គ្លេសទេមិនមែនខ្មែរទេគឺការនិយាយមាន subject មាន verb មាន object ឬ complement ច្បាស់លាស់មានសំណុំពាក្យច្បាស់លាស់អត់និយាយបែបខ្មែរច្បោកច្បល់បកាច់បកិនពេញនឹងអត់បានទេគឺបងប្អូនត្រូវនិយាយមានបាល់កន្ទុយ subject មាន verb មាន object របស់វាពេលនោះភាសាអង់គ្លេសបងប្អូនល្អបំផុតហើយគឺយើងអនុវត្តនិយាយខ្មែរអង់គ្លេសនេះឯងអត់និយាយខ្មែរទេគឺអង្គខ្មែរបែបអង់គ្លេសបងប្អូនធ្វើឲ្យបានទៅបងប្អូននឹងជោគជ័យហើយកុំដាក់អីទៅពីទៅពីដែលគ្មាន subject គ្មាន verb គ្មាន complement ឬ kind expression នឹងឲ្យសោះពេលនោះហើយប្រយោគរបស់បងប្អូននឹងคล้ายទៅជា English standard ឬក៏ English version ហើយភាសាខ្មែររបស់បងប្អូនคล้ายទៅជាខ្មែរអង់គ្លេសឬក៏បងប្អូននាំមុខអង់គ្លេសមុនគឺអង់គ្លេសខ្មែរធ្វើតាមលោកគ្រូអត្តនីបងប្អូនចាប់ផ្ដើមគិតពីថ្ងៃនេះតទៅពេលដែលនិយាយគឺបងប្អូនត្រូវគិតទៅជាភាសាអង់គ្លេសបដ ாய் កុំនិយាយខ្មែរមានន័យថាបងប្អូននិយាយខ្មែរទេប៉ុន្តែស្តង់ដារដែលនិយាយនេះគឺអង់គ្លេសមានន័យថាម៉េចគ្រូមានន័យថាពេលដែលយើងនិយាយយើងត្រូវគិត subject ត្រូវគិត verb ត្រូវគិត object ឬក៏ complement ឲ្យច្បាស់វាទៅជាឈុតរបស់វាឧទាហរណ៍ខ្ញុំមានឆ្កែខ្ញុំចិញ្ចឹមឆ្កែមួយបងប្អូននិយាយតែខ្ញុំមានឆ្កែហ្នឹងថែមមួយមកទៀតបានត្រូវឃើញទេ I have a dog លោកគ្រូអញ្ចឹងយើងមានន័យថាយើងនិយាយភាសាអង់គ្លេសតែម្ដងនិយាយខ្មែរបងនិយាយខ្មែរបានតែបែបអង់គ្លេសមានន័យចឹងណានិយាយខ្មែរតែគូក្បាលគិតជាភាសាអង់គ្លេសវិញអង់គ្លេសបាទនេះលោកគ្រូនិយាយថាខ្ញុំមានឆ្កែខ្ញុំចិញ្ចឹមឆ្កែអញ្ចឹងវាតែបងថែមមួយទៀតបានត្រូវ I have a dog យ៉ាឃើញទេបងសានិយាយខ្មែរបើនិយាយខ្មែរទៅបើបងប្អូនគិតជាអង់គ្លេសគឺបងប្អូនត្រូវដាក់ឲ្យគ្រប់ជ្រុងជ្រោយហើយខ្ញុំមានឆ្កែមួយ Yes នៅផ្ទះមានឆ្កែអត់សួរបែបនេះគឺខ្មែរហើយនៅផ្ទះមានឆ្កែអត់ខុសបាត់ហើយណាសំណួរបែបហ្នឹងគឺបានតែខ្មែរទេបងប្អូនសួរទៅសួរមិនដែលត្រូវនឹងអង់គ្លេសអញ្ចឹងគូមកចង់មានន័យអញ្ចឹងតើគូនិយាយអត់ I have 3 children Yes បងប្អូនត្រូវចាប់ផ្ដើមឡើងនិយាយខ្មែរមែនតែសួរបែបអង់គ្លេសតើអ្នកមានកូនចំនួនប៉ុន្មានអ្នកសពថ្ងៃនេះ I have 3 សួរឲ្យច្បាស់ children ចំ subject ចំ verb ចំ object ឬ complement time expression ឲ្យត្រឹមត្រូវនោះខ្មែរនិងអង់គ្លេសរបស់យើងគឺ symmetry គ្នា50-50ហើយមិនតើទេប៉ុណ្ណឹងអស់ហើយមេរៀនគ្រូសូមចប់តែប៉ុណ្ណេះថ្ងៃហ្នឹង ប៉ុណ្ណេះសិន Thank you sir បាទហ្នឹងហើយជាកន្លឹះដ៏ធំហើយបើថាចង់ចេះជាងហ្នឹងទៅនៅអូស្ត្រាលីឬទៅនៅឯណាក៏ដោយនិយាយអង់គ្លេសមិនបាច់រៀននេះហ្នឹងទៅឯងឬយកប្តីបារាំងយកប្តីអង់គ្លេសទៅប្រពន្ធទៅនិយាយរិលហើយបងប្អូនតែបើមិនដូច្នោះទេធ្វើតាមលោកគ្រូទៅគឺជាប់បន្ទុកហើយជាប់លេខហើយអូខេបងប្អូនណាមិនទាន់ចាំគ្រូឧទាហរណ៍បដាទៅទៀតអូខេបាទប៉ុណ្ណឹងចោះបងប្អូនពីថ្ងៃនេះទៅពេលបងប្អូនប្រើនាមបងប្អូនត្រូវគិតពីកន្សោមនាមឲ្យបានត្រឹមត្រូវ Yes ច្បាស់លាស់យ៉ាប៉ុណ្ណឹងចុះបងប្អូនណាបាទឲ្យកន្លឹះបងប្អូនបាទគ្រូដាក់ homework បាយអត់មាន homework ទេបងប្អូនដាក់ homework គ្រូជិលកាយអញ្ចឹងគ្រូឲ្យមើលបានខ្លះទៅបានហើយគ្រូបន្តទៅទៀតឲ្យបងប្អូនចាំធ្វើជុំគ្នានៅហ្នឹងបងប្អូនបកកាយអីទេបងប្អូនបកកាយហើយប៉ុណ្ណឹងអូខេអូខេយ៉ាជុំរៀបលាគ្នាយើង
Goodbye for now, everyone, and I see you again tomorrow at the same time. Yes. I see you tomorrow. Yeah, at the same time. បងប្អូនណាដាក់ subject ដាក់ verb ដាក់ complement ឲ្យបានត្រឹមត្រូវទៅអង់គ្លេសបងប្អូនមិនចេះខុសទេ Yes. Yeah, goodbye now everyone. ខុសខុសមែន លីហើយបងប្អូន